តើអ្នកដឹងទេកូនជ្រូកតែទើបនឹងកើតអាចនឹងងាយនឹងបាត់បង់ជីវិតក្នុងរយៈពេលប្រមាណថ្ងៃដំបូងប្រសិនបើអ្នកមិនទទួលបានការថែទាំត្រឹមត្រូវប៉ុន្តែបើអ្នកអនុវត្តតាមគន្លឹះសំខាន់ងាយកូនជ្រូកអាចលូតលាស់បានល្អនិងមានសុខភាពល្អនិងជួយបង្កើនប្រាក់ចំណេញពីការចិញ្ចឹមផងដែរនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកវិធីសាស្ត្រសំខាន់ដែលកសិករជាច្រើនយកទៅអនុវត្តសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំប្រសិនបើអ្នកចូលចិត្តមាតិកាអំពីការចិញ្ចឹមជ្រូកចិញ្ចឹមមាន់និងចំណេះដឹងកសិកម្មសូមជួយចុច Subscribe និងបើកសញ្ញាកណ្ដឹងដើម្បីកុំឲ្យខកខានវីដេអូថ្មីរឿងសំខាន់បំផុតសម្រាប់កូនជ្រូកដែលទើបនឹងកើតគឺការទទួលបានទឹកដុតដំបូងពីមេរបស់វាទឹកដុតដំបូងនេះមានសារធាតុជួយការពាររាងកាយនិងជួយឲ្យកូនមានកម្លាំងហើយយ៉ាងសង្កេតថាកូនជ្រូកមួយអាចបើកដោះបានល្អហើយបើមានកូនជ្រូកណាខ្សោយជាងគេគួរជួយឲ្យវាបើកដោះបានគ្រប់គ្រាន់ទ្រុងដែលស្អាតជួយកាត់បន្ថយជំងឺបានយ៉ាងច្រើនសម្រាប់ទ្រុងជាប្រចាំដូរកម្រាស់នៅពេលសើមនិងធានាថាមានខ្យល់ចេញចូលបានល្អដោយជៀសវាងខ្យល់បក់ត្រង់ពីលើកូនជ្រូកងាយបាត់បង់កម្ដៅក្នុងរាងកាយជាពិសេសនៅថ្ងៃដំបូងបើអាកាសធាតុត្រជាក់អ្នកគួរតែរៀបចំប្រភពកម្ដៅសមស្របនិងរក្សាសន្តិភាពឲ្យសមល្មមអាចជួយឲ្យកូនជ្រូកបើកដោះបានល្អនិងលូតលាស់បានល្អហើយនៅពេលកូនជ្រូកចាប់ផ្ដើមស៊ីចំណីគួរប្រើចំណីដែលសមស្របសម្រាប់វ័យរបស់វានិងផ្ដល់ទឹកស្អាតគ្រប់ពេលជាការផ្លាស់ប្ដូរចំណីគួរធ្វើបន្តិចម្ដងដើម្បីជួយកាត់បន្ថយបញ្ហារំលាយអាហារហើយសង្កេតមើលកូនជ្រូករាល់ថ្ងៃបើឃើញមានរាគមិនសូវស៊ីចំណីក្អកឬខ្សោយគួរញែកចេញពីហ្វូងនិងតាក់ទងទៅពេទ្យសត្វបានឆាប់បំផុតបញ្ហាលឿនអាចជួយកាត់បន្ថយការខាតបង់ផងដែរការចិញ្ចឹមជ្រូកឲ្យបានជោគជ័យមិនមែនអាស្រ័យតែលើចំណីប៉ុណ្ណោះទេប៉ុន្តែវាអាស្រ័យទៅលើការថែទាំជាប្រចាំអនាម័យល្អនិងការតាមដានសុខភាពយ៉ាងយកចិត្តទុកដាក់ប៉ុន្តែក្នុងវីដេអូនេះសូមអធិស្ឋានផងពីព្រោះអត់ទាន់បានបាញ់ទឹកជ្រូកទេណាមួយវាភ្លៀងខ្លាំងផងអត់ហ៊ានបាញ់ព្រោះខ្លាចកូនជ្រូកល្ងាមើលទៅកូនជ្រូករៀងប្របន្តិចហើយបងប្អូនបើអ្នកទទួលបានប្រយោជន៍អំពីវីដេអូនេះសូមជួយចុច Like Share និង Subscribe Channel ខ្ញុំមួយផងសូមសរសេរសំណួរឬបទពិសោធន៍របស់អ្នកនៅក្នុង comment ខាងក្រោមហើយនឹងជួបគ្នាក្នុងវីដេអូបន្ទាប់បាយបាយសូមអរគុណ